គ្រប់ជំរាបសួរបងប្អូនអរគ្នាសុខទុក្ខយ៉ាងណាដែរសប្បាយអត់សប្បាយតិចសប្បាយច្រើនបាទខ្ញុំឈ្មោះវុធីឈ្មោះស៊ុនវុធីអ្នកស្រុកបាត់ដំបងទេប៉ុន្តែខ្ញុំចេញពីស្រុកយូដានៅភ្នំពេញ30ឆ្នាំហើយជិត30ឆ្នាំហើយអរគុណព្រះអង្គតាមព្រឹកខ្ញុំមកថាមកលេងលោកគ្រូអ្នកគ្រូទេលោកគ្រូណាំឯនឹងភរិយាគាត់ដោយសារគាត់ជាកូនសិស្សខ្ញុំអញ្ចឹងទៅការហើយទៀតមកសួរសុខទុក្ខគាត់ទេអញ្ចឹងគាត់ឲ្យគាត់ថាបើអញ្ចឹងគ្រូជើញមកជួយចែកចាយព្រះបន្ទូលទៅមកណាអញ្ចឹងមកកុំឲ្យខាតបាទអធិដ្ឋានជាមួយគ្នាអញ្ចឹងព្រះវេដានៃទូបង្គំនៃគង់នៅឋានសួគ៌អរព្រគុណព្រះអង្គសាជាថ្មីសម្រាប់ឱកាសនៅថ្ងៃនេះដែលទូបង្គំយើងខ្ញុំទាំងអស់គ្នាចូលមកថ្វាយបង្គំព្រះអង្គសូមមានបន្ទូលមកកាន់យើងខ្ញុំទាំងអស់គ្នាក្នុងកាលដែលទូបង្គំយើងខ្ញុំទាំងអស់គ្នាកំពុងតែគិតខ្វល់ខ្វាយបារម្ភច្រើនអំពីជីវិតរបស់យើងខ្ញុំម្នាក់សូមបើកចំហចិត្តឲ្យទូបង្គំបានទទួលយកព្រះបន្ទូលរបស់ព្រះអង្គដោយអំណរអសប្បាយក្នុងការយកទៅអនុវត្តក្នុងជីវិតយើងខ្ញុំទូបង្គំអរព្រគុណសូមថ្វាយពេលវេលានេះសិក្សាព្រះបន្ទូលព្រះអង្គជាមួយគ្នាក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែនចឹងខ្ញុំនៅទីនេះពិបាកមើលបន្តិចដល់ភាសា slide វានៅខាងក្រោយអញ្ចឹងប្រហែលជាសង្ឃឹមថាអត់អីទេបាទខ្ញុំចង់ចាប់ផ្ដើមនៅសំណួរមួយថាតើពួកជំនុំគឺជាអ្វីប្រហែលជារូបភាពព្រះហានៅទីនេះស្អាតជាងរូបភាពនៅទីនេះនៅពេលដែលយើងនិយាយពីរឿងព្រះហាគឺជាអ្វីឬក៏ពួកជំនុំគឺជាអ្វីភាសាអង់គ្លេសតែមួយម៉ាត់ទេពាក្យថា church ហើយភាសាខ្មែរយើងដូចជាវាសំដៅទៅលើជួនកាលយើងនិយាយពីរឿងព្រះហាឬក៏យើងនិយាយពីរឿងពួកជំនុំព្រះហាគឺយើងសំដៅទៅលើអគារច្រើនជាងមនុស្សអានេះនិយាយពីរឿងពួកជំនុំយើងសំដៅទៅលើមនុស្សឬក៏ក្រុមជំនុំក្នុងព្រះគម្ពីរបកប្រែចាស់នេះប្រើពាក្យថាពួកជំនុំយើងសួរសំណួរថាតើពួកជំនុំគឺជាអ្វីដោយសារពួកជំនុំនៅស្រុកខ្មែរយើងឬក៏ក្រុមជំនុំនៅស្រុកខ្មែរយើងទទួលឥទ្ធិពលច្រើនអញ្ចឹងនៅស្រុកខ្មែរយើងមានពួកជំនុំមានពហិយមាននិកាយមានក្រុមច្រើនអញ្ចឹងទៅការឲ្យនិយមន័យក៏ពិបាកនឹងឲ្យនិយមន័យថាតើជាអ្វីហើយមានក្រុមផ្សេងទៅហើយជួនកាលក្រុមខ្លះក៏មានក្រុមខុសឆ្គងក៏មានអីចូលមកច្រើនអញ្ចឹងទៅសន្តានដែលយើងពិបាកនឹងឲ្យនិយមន័យប៉ុន្តែមានការមួយដែលខ្មែរយើងជាពិសេសគ្រីស្ទបរិស័ទខ្មែរគេជាផ្នត់គំនិតរបស់ខ្មែរយើងគ្រីស្ទានខ្មែរយើងគេតែងតែគិតថាគេមកឲ្យវិហារគ្រីស្ទបរិស័ទគឺដើម្បីនឹងឲ្យគេជួយមិនមែនមកដើម្បីជួយគេទេអញ្ចឹងយើងមានផ្នត់គំនិតនេះថាខ្ញុំមកវិហារដើម្បីឲ្យគ្រូជួយខ្ញុំមិនមែនខ្ញុំមកដើម្បីនឹងជួយគ្រូទេអញ្ចឹងផ្នត់គំនិតនេះដោយសារយើងពាក់ព័ន្ធតាំងពីសម័យអ៊ុនតាក់មកមានអង្គការច្រើនអង្គការគ្រីស្ទបរិស័ទច្រើនអញ្ចឹងធ្វើឲ្យផ្នត់គំនិតរបស់យើងគិតថាវិហារជាកន្លែងដែលយើងមកដើម្បីទទួលជាជាងឲ្យអញ្ចឹងទៅការឲ្យនិយមន័យការកំណត់ឬក៏បញ្ជាក់ថាពួកជំនុំគឺជាអ្វីឆើចគឺជាអ្វីវិហារគឺជាអ្វីហ្នឹងសម្រាប់យើងនៅតែដូចជាពិបាកតែបើយើងនិយាយពីរឿងពុទ្ធសាសនាខាងវត្តគេដឹងតែបងគេមិនទៅដើម្បីយកពីវត្តមកវិញមានឲ្យទៅវត្តអញ្ចឹងគេទៅជួបបច្ច័យទៅអីគេចំណាយលុយច្រើនហើយគ្រីស្ទបរិស័ទយើងគួរឲ្យស្ដាយគ្រីស្ទបរិស័ទស្រុកខ្មែរយើងមិនសូវមានផ្នត់គំនិតបែបនេះទេអញ្ចឹងជាការមួយឲ្យយើងគិតពិចារណាមើលឡើងវិញថាយើងក្នុងនាមជាពួកជំនុំតើយើងមកទីនេះដើម្បីអ្វីហើយពួកជំនុំនេះបង្កើតឡើងដើម្បីអ្វីហើយទៅណាតើអ្វីទៅជាចក្ខុវិស័យឬក៏អ្វីដែលចង់មើលឃើញទៅខាងមុខតើពួកជំនុំរបស់យើងពហិរបស់យើងក្រុមជំនុំយើងហៅថាពន្លឺជីវិតនេះថាទៅខាងមុខទៀតនឹងបានទៅយ៉ាងណាតើអ្វីទៅជាយើងហៅថាដីសុបិនដីសម័យរបស់យើងចង់ឃើញយ៉ាងម៉េចហើយយើងចង់ឃើញយ៉ាងម៉េចហ្នឹងយើងទៅដល់ដោយរបៀបណាហើយយើងដែលគិតជាមួយគ្នាដែរទេថាខ្ញុំនៅទីនេះប្រហែលឆ្នាំទៅហើយខ្ញុំដែលមានចំណែកគិតជួយគិតដល់ពហិនេះដែរទេថាតើ5ឆ្នាំ10ឆ្នាំទៅមុខទៀតខ្ញុំមានចំណែកយ៉ាងម៉េចក្នុងពួកជំនុំក្នុងពហិនេះតើខ្ញុំមានចំណែកចង់ឲ្យពហិនេះរីកចម្រើនឬក៏យ៉ាងណាហើយចង់ឲ្យពួកជំនុំនេះរីកចម្រើនតែខ្ញុំមានតួនាទីអីខ្លះក្នុងពួកជំនុំអញ្ចឹងមានសំណួរខ្លះដែលយើងគិតជាមួយគ្នានៅកន្លែងនេះសូមទោសខ្ញុំប្រើពាក្យផ្លូវខ្វែងដោយសារ slide នេះខ្ញុំប្រើក្នុងពួកជំនុំមួយទៀតតើយើងមាននិមិត្តបេសកកម្មរបស់ពួកជំនុំដែរទេហើយយើងមានចំណែកយ៉ាងម៉េចតើយើងដឹងដែរទេថាយើងកំពុងតែជួយជំរុញពួកជំនុំនេះឲ្យទៅមុខឲ្យរីកចម្រើនឬក៏ជួនកាលយើងមកទីនេះដើម្បីនឹងធ្វើរាំងស្ទះក្នុងព្រះវិហារខ្លះមានបញ្ហានឹងច្រើនដែរមានអ្នកដែលមកធ្វើឲ្យរាំងស្ទះដល់ពួកជំនុំហើយអ្នកខ្លះក៏អត់ខ្វល់អ្នកខ្លះក៏ខ្វល់ខ្លាំងពេកអ្នកខ្លះទៅក៏មិនបានជួយឲ្យប្រមាណហើយក៏មានអ្នកខ្លះក៏មានដួងចិត្តល្អមែនក៏ចង់ជួយដល់ពួកជំនុំហើយក៏ចង់ឃើញថា
ពុជុំនេះ10ឆ្នាំទៅមុខទៀតខ្ញុំនឹងឃើញការរីកចម្រើនខ្ញុំអធិដ្ឋានខ្ញុំចំណាយពេលខ្ញុំគិតពីគ្រូរបស់ខ្ញុំគិតអំពីបងប្អូនដែលមកថ្វាយបង្គំជាមួយខ្ញុំដឹងសុខទុក្ខរបស់គាត់ខ្ញុំតែងតែអធិដ្ឋានសម្រាប់គាត់ដែរមិនមែនសម្រាប់តែខ្លួនឯងហើយនឹងក្រុមគ្រួសាររបស់ខ្ញុំទេនេះបានយើងហៅថាជាពួកជំនុំដែលសកម្មយើងតែងតែគិតហើយអធិដ្ឋានហើយយើងដឹងថាពួកជំនុំនឹងកំពុងទៅណាហើយហេតុអីបានជាមានក្រុមជំនុំនេះកើតឡើងហើយតាមដែលខ្ញុំសួរគ្រូណាំគាត់ថាពីមុនដូចជានៅកន្លែងផ្សេងហើយយើងទៅតែរើមកទីនេះអញ្ចឹងបានប្រហែលជាមួយឆ្នាំជាងណាបាទអញ្ចឹងនេះជាការមួយដែលយើងមានលំនឹងយើងហៅថាមានកន្លែងមួយដែលយើងជាក់លាក់ទៅហើយយើងដឹងថានេះជាកន្លែងពួកជំនុំរបស់យើងដែលយើងមកជួបជុំគ្នារៀងរាល់សប្តាហ៍ថាតើយើងមានទូនាទីយ៉ាងដូចម្តេចតើយើងមានមុខងារខ្លះក្នុងពួកជំនុំនេះអត់យើងមកយើងមានចំណែកអីខ្លះយើងមកទៀងទាត់ដែរទេហើយពួកជំនុំនេះកើតឡើងដើម្បីអ្នកណាសម្រាប់អ្នកណាជួនកាលយើងភ្លេចខ្លួនយើងខ្លាចជាអ្នកមិនមែនសាងសង់បែរជារុះទម្លាក់មិនមែនជាអ្នកដែលរៀបចំដាំដើម្បីដោះប៉ុន្តែដូចជាអ្នកដករំលឹងធ្វើឲ្យពួកជំនុំរាំងស្ទះទៅវិញខ្ញុំមិនមែនបន្ទោសបងប្អូនថាបងប្អូនទាំងអស់គ្នាមានអ្នកអញ្ចឹងទេប៉ុន្តែនៅក្នុងពួកជំនុំមួយយើងតែងតែមានការដែលធ្វើឲ្យរាំងស្ទះដែលមិនចង់ឲ្យពួកជំនុំទៅដល់កន្លែងយើងហៅថាក្តីសម័យរឿងនេះយើងឆ្លុះបញ្ចាំងតាក់ទងទៅនឹងថាអ្វីទៅជាទស្សនវិស័យឬក៏យើងចង់ឃើញយើងហៅថាចក្ខុវិស័យចាស់យើងចង់ឃើញយ៉ាងម៉េចពួកជំនុំរបស់យើង10ឆ្នាំទៅមុខទៀតយើងចង់ឃើញយ៉ាងម៉េចហើយឆ្លុះបញ្ចាំងពីរឿងនេះខ្ញុំចង់លើកឡើងអំពីរឿងយូសេបដែលបងប្អូនទាំងអស់គ្នាបានអានជាមួយគ្នាហើយគឺតាក់ទងទៅនឹងរឿងដែលគាត់ចាប់ផ្ដើមជីវិតរបស់គាត់យូសេបគាត់ចាប់ផ្ដើមជីវិតយ៉ាងដូចម្តេចគឺចាប់ផ្ដើមសាងសង់ចេញវិសាវតាដ៏បាក់បែកបើសិនជាយើងសិក្សាមើលសាច់រឿងក្រុមគ្រួសាររបស់យូសេបយើងឃើញរញ៉េរញ៉ៃណាស់មានរឿងរ៉ាវច្រើនមិនមែនសាមញ្ញទេពាក់ព័ន្ធនឹងគ្រួសារច្បុកច្បល់មានសំណួរខ្លះមានចំណុចរសើបខ្លះក្នុងក្រុមគ្រួសារដូចជាមានពាក់ព័ន្ធរឿងច្រើនជួនកាលបើយើងឆ្លុះបញ្ចាំងពីជីវិតរបស់យើងដែរថាពីមុនខ្ញុំធំដឹងក្តីឡើងក្នុងក្រុមគ្រួសារបែបណាពុកម្ដាយខ្ញុំផ្ដល់មកភាពកក់ក្ដៅដល់ខ្ញុំអត់បងប្អូនខ្ញុំស្រឡាញ់គ្នាអត់មានរឿងរ៉ាវអីកើតឡើងខ្លះទ្រាំដល់ខ្ញុំមកដល់ទីនេះដល់ចំណុចនេះបច្ចុប្បន្ននេះរឿងរបស់យូសេបគឺថាយូសេបគាត់ចាប់ដើមដឹងក្តីមកក្រុមគ្រួសារគាត់រញ៉េរញ៉ៃតែម្ដងឪពុកមានប្រពន្ធ2ប្រពន្ធហើយតែបញ្ហាកាលណាមានប្រពន្ធ2យើងនៅមានប្រពន្ធដើមប្រពន្ធចុងរញ៉េរញ៉ៃក្នុងក្រុមគ្រួសារហើយមានទ្រព្យសម្បត្តិមានការចំណែនមានរឿងអន់ចិត្តមានរឿងលំអៀងស្រឡាញ់លំអៀងលាក់នឹងលាក់អញ្ចឹងនៅក្នុងពួកជំនុំក៏ដូចគ្នាដែរឬក៏ក្នុងក្រុមគ្រួសារដែលមានបញ្ហារៀបចំឬក៏យកចិត្តទុកដាក់គ្នាមើលថែគ្នាអត់ស្មើភាពស្រឡាញ់គ្នាអត់ស្មើវានាំឲ្យមានការថ្នាំងថ្នាក់ចំណែនគ្នាហើយយូសេបគាត់វាចេញពីយើងហៅថាសាវតាបាក់បែកនេះគឺគាត់វាចេញយ៉ាងណាក៏ដោយគាត់ដើរតាមផែនការរបស់ព្រះជាម្ចាស់គឺដូចជាដើរតាមផ្លូវមួយទៀតយើងឃើញថារឿងជីវិតរបស់យូសេបចាប់ផ្ដើមមកតាំងពីរឿងរ៉ាវប្រហែលជាតាំងពីគាត់ដឹងក្តីមកតាំងពីចំពុក33ហើយជាពិសេសឪពុកបងគាត់ក៏មានរឿងរ៉ាវច្រើនជាមួយនឹងឪពុកធំបងគាត់ដែរយើងដឹងហើយឪពុករបស់យូសេបឈ្មោះយ៉ាកុបហើយអ៊ំរបស់បងគាត់ឈ្មោះអេសាវយ៉ាកុបនិងអេសាវក៏មានរឿងបោកបញ្ឆោតគ្នារត់ចោលស្រុក20ឆ្នាំវិលត្រឡប់មកវិញហើយអញ្ចឹងយើងឃើញថាសាវតាបាក់បែកនេះពិបាកមែនទេសម្រាប់យូសេបឲ្យគាត់វាចេញដើម្បីធ្វើយ៉ាងណាបានទៅដល់កន្លែងដែលព្រះជាម្ចាស់បានដាក់ផែនការដល់គាត់ឬក៏រៀបចំខ្សែជីវិតរបស់គាត់យើងឃើញនេះជាខ្សែជីវិតសាវតារបស់គាត់ច្បុកច្បល់ប្រពន្ធច្រើនកូនច្រើនទ្រព្យច្រើនរឿងច្រើនចំណែនជានេះមិនចេះចប់ហើយក៏មានអ្នកកំសត់មានអ្នកសប្បាយមានអ្នកដែលស៊ីអារម្មណ៍មានរឿងរ៉ាវច្រើនយើងឃើញថាតាយូសេបគាត់កើតនៅក្នុងក្រុមគ្រួសារឬក៏ជាកូនរបស់នាងរ៉ាជែលដែលយ៉ាកុបស្រឡាញ់ជាងតាមពិតហើយនៅក្នុងចំណោមកូនរបស់យ៉ាកុបទាំងប្រមាណយូសេបជាកូនសំណប់ទៀតបើយើងអានគម្ពីរលោកុបាទចំពុក37នេះតាំងពីដើមខមកខ1មកយើងឃើញថាមានរឿងរ៉ាវកើតឡើងអីខ្លះគឺហេតុអីបានជាយូសេបជាកូនសំណប់របស់លោកយ៉ាកុបដោយសារយូសេបគាត់កើតនៅក្នុងវ័យដែលយ៉ាកុបគាត់ចាស់ហើយនាងរ៉ាជែលនឹងគាត់យំផងអីផងគាត់កំសត់ច្រើនដែរដោយសារបងរបស់គាត់លេអានឹងមានកូនច្រើនតែរ៉ាជែលអត់ទាន់មានកូនមកគ្រាប់សោះដូច្នេះគាត់កំសត់ច្រើនគាត់និយាយរំអុកដល់យូសេបហើយក៏គាត់ប្រហែលជាបន្ទោសនេះបន្ទោសនោះមានរឿងរ៉ាវច្រើនដូច្នេះបានជាព្រះព្រះអង្គទ្រង់
បានប្រទានប្រពោឲ្យមានកូនដំបងឈ្មោះយូសែបកូនរបស់នាងណារ៉ាជែលហើយដោយសារកូននោះកើតនៅក្នុងវ័យចំណាស់របស់យ៉ាកុបគាត់ក៏ដាក់ឈ្មោះឲ្យថាយូសែបដែលមានន័យថាព្រះទ្រង់នឹងបន្ថែមឲ្យទៀតសង្ឃឹមថានឹងបន្ថែមឲ្យទៀតតាមពិតគឺជាកូនរបស់រ៉ាជែលដែលគាត់ជាដាក់ឈ្មោះឲ្យទេមកតែយើងដឹងហើយនៅក្នុងក្រុមគ្រួសារណាក៏ដោយកាលណាមានកូនសំណប់ហើយមានរឿងរ៉ាវហើយមានចំណែនជានេះគ្នាហើយគឺមានអ្នកចំណែនផ្សេងមានអ្នកដែលស្រឡាញ់មានអ្នកដែលចំណែនក្នុងចំណោមបងប្អូនទាំងអស់គ្នារបស់លោកយូសែបគឺយើងឃើញយូសែបត្រូវលោកឪពុកបានធ្វើអាវឲ្យយ៉ាងស្អាតសម្លៀកបំពាក់លយជាងគេអ្នកផ្សេងទៀតនៅខ្វៀលសัตว์ភាគច្រើននៅឯវាលយូសែបទៅម្ដងម្កាលទេដោយសារគុណសំណប់មិនឲ្យទៅឆ្ងាយទេហើយមានសម្លៀកបំពាក់ស្អាតហើយយើងដឹងហើយអ្នកដែលនៅវាលចំណាយពេលច្រើននៅវាលមើលសัตว์គាត់អត់មានសម្លៀកបំពាក់ស្អាតទេអញ្ចឹងមានការចំណែនឈាននេះគ្នាហើយវាគប់ជួនមួយទៀតយូសែបគាត់និយាយអំពីសុបិនរបស់ផងគាត់បាទយូសបគាត់យូសបពីរយ៉ាងយើងឃើញថានៅក្នុងជាពិសេសនៅក្នុងខ5ទៅបានប្រាប់ថាយូសែបគាត់បង្ហាញប្រាប់អំពីក្តីសុបិនចក្ខុវិស័យអ្វីដែលគាត់មើលឃើញឬក៏យ៉ាងថាមើលធ្លុះអ្វីដែលគាត់មើលឃើញទៅកមុខនោះគឺព្រះទ្រង់រៀបចំផែនការសម្រាប់ជីវិតគាត់នៅក្នុងខ5បានប្រាប់ថាយូសែបបានយូសប2ខ5ដល់ខ11យូសបទី1គាត់យូសបឃើញអីគេគឺគាត់ថាថ្ងៃមួយខ្ញុំនៅជោតស្រូវហើយជាមួយបងទាំងអស់យើងជោតស្រូវជាមួយគ្នាចង់កណ្ដាប់រៀងខ្លួនម្នាក់មកកណ្ដាប់អ្នកមកកណ្ដាប់ប៉ុន្តែអ្វីដែលប្លែកគឺកណ្ដាប់ស្រូវរបស់ខ្ញុំងើបឈរឡើងហើយកណ្ដាប់របស់បងទាំងប្រមាណនោះអោនក្រាបនៅចំពោះកណ្ដាប់ស្រូវរបស់ខ្ញុំអញ្ចឹងបងកំពុងតែស្អប់យូសែបដល់ពេលឮយូសែបនិយាយអញ្ចឹងតើគេមានអារម្មណ៍យ៉ាងម៉េចតោះនេះវាចង់គ្រប់គ្រងអញវាចង់មានន័យថាម៉េចវាចង់អញអោនសំពះវាឬក៏យ៉ាងម៉េចអញ្ចឹងសុបិនទី1ហើយសុបិនទី2គាត់យល់សពមួយទៀតហើយសពនេះរៀងធំជាងមុនគាត់យល់សពឃើញទាំងអស់ទាំងថ្ងៃទាំងខែទាំងផ្កាយទាំងអស់មកទាំងអស់គ្នាមកអោនគោរពដល់យូសែបហើយនៅពេលនោះគាត់និយាយប្រាប់ដែរនិយាយប្រាប់ដល់ឪពុកក៏អស់សំណើចថាឯងចង់ឲ្យអញទៅស្វែងគុំឯងដែរឬក៏មិនពីមុនលេងត្រឹមបងប្អូនខ្លួនឯងឥឡូវចង់លេងដល់ឪទៀតដែរអញ្ចឹងរឿងរ៉ាវដូចជាស្ថិតនៅក្នុងក្តីសុបិនរបស់លោកយូសែបនៅឡើយហើយក៏គាត់អត់ដឹងថាសុបិននឹងខ្លាចជាការពិតឬក៏យ៉ាងណាទេហើយមិនដឹងថាព្រះទ្រង់នឹងប្រទានពរឲ្យគាត់យ៉ាងម៉េចទេតែរឿងរ៉ាវកើតឡើងសុបិននៅតែជាសុបិននៅឡើយនិមិត្តនៅតែជានិមិត្តនៅឡើយពីព្រោះនៅក្នុងលោកុបាតជំពូក37ខ12ដល់36នេះបានប្រាប់ថាក្តីសុបិនរបស់លោកយូសែបគឺ0តែម្ដងពីព្រោះថ្ងៃមួយឪពុកបានប្រើឲ្យយូសែបទៅសួរសុខទុក្ខបងនៅឯវាលលោកបានប្រើថាទៅមើលបងឯងនៅខ្វៀលទៅឯវាលនៅតើយ៉ាងណាទៅហើយទាំងសัตว์ទាំងមនុស្សនឹងសុខសប្បាយសុខទុក្ខយ៉ាងណាទៅហើយឲ្យទៅមើលមើលចាំមកវិញប្រាប់ដល់ឪពុកដឹងផងអញ្ចឹងក៏ប្រើឲ្យគាត់ទៅយូសែបគាត់ចេញពីវាលយើងហៅថាហេប្រុនទៅដល់ស៊ីកេមពីកន្លែងដែលស្នាក់នៅជាមួយឪពុកនឹងទៅដល់ស៊ីកេមរឿងឆ្ងាយដែរដើររឿងឆ្ងាយដែរបែបពីហ្នឹងទៅដល់ខាងលើនោះខាងជើងនៅពេលគាត់ទៅដល់កន្លែងស៊ីកេមគាត់រកបងប្អូនគាត់អត់ឃើញគាត់ដើរចុះដើរឡើងប្រហែលជាដើរឡើងដើមឈើឬក៏លើទួលដើរមើលដើម្បីស្វែងរកតើបងគាត់ទៅដល់ណាអស់លីងមានម្នាក់គេឃើញយូសែបដើរទៅដើរមកគេសួរថាឯងធ្វើអីនៅកន្លែងហ្នឹងដើរទៅដើរមកក្នុងរវាងពេញហ្នឹងចង់រកអីគេគាត់និយាយថាខ្ញុំមករកបងខ្ញុំតើមិនដឹងថាគេទៅខ្វៀលសัตว์ដល់ណាទៅហើយទេឪពុកប្រាប់ថាមិននៅកន្លែងស៊ីកេមប៉ុន្តែម្នាក់នោះប្រាប់ថាអត់ទេខ្ញុំឃើញគេទៅហើយគេនាំហ៊ាននិយាយថាតោះយើងទៅកន្លែងមួយទៀតគេហៅថាដូឋានយើងទៅឆ្ងាយទៅទៀតអញ្ចឹង2-3ដំណាក់កាលដែលយូសែបចេញទៅរឿងឆ្ងាយពីផ្ទះមែនទេនៅពេលយូសែបទៅដល់ពួកបងឃើញយូសែបពីចម្ងាយគេថានេះមកអាមេសពមកអាចចាំមើលឥឡូវចាំមើលទៅទៀតមកវាបានសពវាទៅយ៉ាងណាគេស្អប់គាត់គេនាំគ្នាព្រួតដៃគ្នាសុំកលុំគ្នាសម្លាប់គាត់ចោលប៉ុន្តែមានម្នាក់គាត់ឈ្មោះរូបេនគាត់ព្យាយាមធ្វើយ៉ាងណាដើម្បីជួយយូសែបនឹងឲ្យរួចគាត់ថាមិនបាច់សម្លាប់វាទេគាត់តម្លាក់ដណ្ដូងទៅបានហើយនៅពេលដែលគាត់និយាយចឹងគាត់គិតថាតម្លាក់ដណ្ដូងនៅពេលដែលយប់រូបេនគាត់បកមកវិញដើម្បីនាំយូសែបទៅឲ្យឪពុក
Chắc rộp bên có tao bắt tử Hai Nó bế là kê tầm lẹ có không đông đạo ở miền Tức đồ hải Kê nôm này hộp bài thằng ngày tròn Nó bế là kê nôm này bái Kê khơi miền krông rồi nên rồi nông lưu cả đăng sầm lên sạch ốp sạch ấy máu đó đạp này tao khơi miền phụ Ismael đại kết phổ đồng nói cho lòng cắt tí nụ chẳng cái có cơ thể bà thật như dương tùm lẹ về cháu việc tùm lẹ Joseph đang cháu không đốt việc hạt hay bởi dân sầm lặp vì làm bày bàm trời ấy vì còn nom là trai chiêm mà lời dương vinh thế chẳng dương lụa với bà thật như lụa dương màn lùi chẳng vì chẳng anh chiêng chẳng không sầm lặp vì chẳng kế có đa quát dông quát làng biển đồng làng máu lụa ta oi phụ xả mà điền này chẳng cái lụa oi xả mà điền đầm lấy mà phải đuồng nó không phải bay nó pe lúc đâu bên con vơi tao làm mau vinh con tao mơ đồn đồng hay con tao prap bong ôn tha bắt Joseph từ nào khơi hồng đồng mình nơi cả làng hay kế có prap tha lụa với bát hai chẳng dương phơi yang mạch ở dương tao prap ở phục dương vinh đôi chứ này kế có sầm lạp của pé vô chiếm vô ao bao nhiêu Joseph đứng vô một bả lặng đám bấy nhà tao ở phục mơ dương đang hái sầm lạp chất nó pe là tầm năng đó là phục ta ở phục nâng miên ở rom yang đôi mới đây chú bút sam sam pel khó sam sập buôn đó sam sập pram ban prap tha ya cốc lô cần tục bài mình ban sầm ran mình lụa ọt pizza ấy đừng o còn trong tại slap đi vì pru sầm nạp chất từ bát hải bây giờ dương chọc mình trang lang với dương khơi tha sự bấn nó bao dùng vô sải đây sầm máy nó không lực vô sải nào pe đây cứ sầu lẽ cho khlang mình đến đó bàn đồ hay là lớn đấy cái lụa quạt đó sọc Egypt rừng ra dương đang hái tha miền rừng ấy đang cắt làng ở chụp bùi Joseph và to tiết bùi dương đang rừng Joseph từng học này là hốt đó trong mình chọc này công ty lục bát là hốt đó chụp bùi hà sập chỉ vất bóng Joseph mà đong mà nạ cà nó pe lại sừng khâm mà linh lục màn phai nỉ mất được cái đây sụp bân đại pre trong đã oi nu tao chụp bùi prang tha bà sân chi vậy bị rừng smart tập hiệp bóng Joseph vậy bị rừng lật tập hiệp bóng Joseph mình ai với ban tê tại pre trong miền Pai nạ cà sầm rạp cọt cứ đòn nạ cà này có khai như tia score tao đó là Egypt dương đang rừng mà to tiệt hái còn đuôn hơi chịu mùi nâng mê tuốp cho một bồ phá hay miền Pai nhà hà cả làng tiết cứ sồn tiệt bị khuôn bị pro và bốn mà bồ phá nó chi diêm hay Joseph ở đây chịu mùi tại Joseph mình pro mấy còn chập còn lo ao tới hay đây mà đó có chập Joseph đã cục sồn tiền đây sự bân vào phong Joseph đó cụcประมาณ năm mà đong hay mà đong tiết lẹn đốm lang pin đồ máu cái lụa đôi như sạch thiết hay vào to mò tiết bác tiên pôi có từ nơi chùm muối mày tuốp nữa con chỉ là đại miếng sẽ đây sờ lành hay bác trùng cung chùm muối này nó chùm vinh để na đại khơi như sai cái chỗ chất rộp an trong rộp an còn sờ lành còn thấy miếng này có sờ lành khăng mình tết sờ lành chul là hốt đòn miếng Pai nhà cả láng Joseph rồi lình hai lẹ tao nòng cục nhưng khơi chỉ vất đây sờ máy cái đây sờ bắn đâu chia mơ tới còn ngất chân này mà đó sầm chỉ vất bằng Joseph ta còn ai vừa vậy ban sồn là ngất chân mình đăng tha năng bàn tôi chỉ giang na thế còn ta cũng pi lô có bắt mà đong hay mà đong tiệt ta anh tại prap tha Joseph quật miên pe chỉ mà chặt trong cung nó chỉ muối nó pe lại trong cung nó chỉ muối hay là ca bảo hong pre đây sụp bấn này bảo trong đã oi nu dường hao ta chặt khâu vì sấy đứa cò vậy đây bảo trong nó oi khơi cho còn mộc nu cứ bảo ông tê trong chỉ nè vừa cả nu Joseph có bên chết đấy nó pe lại con trong dịp bục ha sập nó không ngờ của pi lô có bắt lúc bên chết prap đấy tha mình men nhom tê cứ pre chỉ mà chặt trong miền Pai nâng ca tê trung ban bom plas bom prai ca à krọ tàng lai ở tới chỉ cả là hay còn auto hỏi bom mà bom có
បើសិនជាជីវិតរបស់យើងជួបប្រទះដូចយូសែបប្រហែលយើងខឹងយ៉ាងណាយើងប្រហែលយើងគិតពីរឿងការសងសឹកហើយអ្វីយើងក្តីសុបិនរបស់យើងក្តីសម័យរបស់យើងប្រហែលយើងធ្វើយ៉ាងណាសងអ្នកនឹងវិញឲ្យសមនឹងអ្វីដែលគាត់ធ្វើដាក់ខ្ញុំនេះជាគំនិតរបស់មនុស្សមានបាបគឺនៅពេលដែលគេធ្វើខ្លួនឯងដាក់ខ្លួនឯងយ៉ាងណាចិត្តតែចង់សងទៅវិញឲ្យស្មើឬក៏អ្នកខ្លះអធិដ្ឋានឲ្យព្រះអង្គដាក់ទោសឲ្យនឹងវិនិច្ឆ័យតែជីវិតយូសែបអ្វីដែលយើងអាចរៀនបានលោកអត់គិតដូចចុះទេគឺលោកថ្វាយដីសម័យដីសុបិនទាំងឡាយអ្វីដែលព្រះអង្គទ្រង់ដាក់នៅក្នុងជីវិតគាត់គឺទៅចំពោះព្រះយើងអាចឆ្លុះបញ្ចាំងអំពីជីវិតរបស់លោកយូសែបនេះតកតងទៅនឹងការពីរយ៉ាងគឺជំនឿនិងអារម្មណ៍យូសែបរស់នៅដោយសុចរិតភាពទោះបីជាបាវបំរើក៏ដោយលោកនៅតែរក្សាគុណធម៌ក្នុងនាមខ្លួនជាអ្នកជឿព្រះម្នាក់លោកទៅដល់ណាក៏ដោយធ្លាក់ជាប់ក្នុងគុកយ៉ាងណាក៏ដោយក៏លោកនៅតែមានជំនឿការបដិញ្ញាចិត្តថាទោះបីយ៉ាងណាក៏ដោយខ្ញុំនៅតែជឿព្រះអង្គជារៀងរហូតទោះបីជាអារម្មណ៍ខ្ញុំខឹងសម្បាម្ដងម្កាលអារម្មណ៍ខ្ញុំវាច្បុកច្បល់នៅពេលដែលគេធ្វើបាបខ្ញុំយ៉ាងណាក៏ដោយក៏ខ្ញុំនៅតែបដិញ្ញាថាខ្ញុំជឿជាក់លើព្រះជាម្ចាស់ជំនឿនិងអារម្មណ៍នៅពេលដែលអ្នកណាម្នាក់ដើរតាមអារម្មណ៍ថ្ងៃណាអារម្មណ៍អត់ល្អអត់មកពហិទេថ្ងៃណាអារម្មណ៍មិនល្អមិនចង់ជឿព្រះទេថ្ងៃណាអារម្មណ៍មិនល្អគឺអារម្មណ៍ដឹកនាំនឹងគឺមនុស្សយ៉ាងហៅថាដូចជាខ្មោចចេញខ្មោចចូលគាត់គ្មានការបដិញ្ញាចិត្តពិតប្រាកដទេប៉ុន្តែបើសិនជាដើរដោយជំនឿគឺមានការបដិញ្ញាចិត្តជឿជាក់ទោះបីជាអារម្មណ៍នឹងវាខ្សឹបថាថ្ងៃហ្នឹងមិនសូវល្អមិនសូវស្រួលមិនសូវជានាមិនមែនជាថ្ងៃជាវេលាល្អក៏ដោយក៏ជំនឿប្រាប់ថាអត់ទេយើងបដិញ្ញាចិត្តរួចហើយថាគោលដៅរបស់យើងមិនមែននៅវល់នៅនឹងអារម្មណ៍នេះទេគោលដៅរបស់យើងគឺដើរតាមជំនឿរបស់យើងគឺព្រះអង្គឲ្យដាក់ផែនការឲ្យយើងទៅខាងមុខមិនមែននៅវល់នៅជុំវិញនេះទេដំណាក់កាលខ្លះដោយសារជំនឿយូសែបត្រូវរត់ចេញពីអារម្មណ៍ហេតុអីបានជាគាត់មិនប្រឡុកប្រឡាក់ច្បុកច្បល់ជាមួយនឹងប្រពន្ធរបស់ពោទីផាទៅដោយសារជំនឿបានប្រាប់បញ្ញាចិត្តថាកុំច្បុកច្បល់ជាមួយអារម្មណ៍វាថាទៅមកពេលទៅមិនអីទេរួចខ្លួនហើយតែជំនឿបានប្រាប់ថាអត់ទេជឿជាក់លើព្រះអង្គស្មោះត្រង់គោលដៅរបស់អ្នកមិនមែននៅត្រឹមនេះទេគឺទៅវែងឆ្ងាយទៀតជាជំនឿជឿជាក់ដែលព្រះអង្គទ្រង់បានដាក់គម្ពីរទំនុកដង្កើងចំពុក42ខ5បានប្រាប់ថាអោព្រលឹងអញឲ្យហេតុអ្វីបានចេះបងអោនចុះហើយមានសេចក្តីរសាប់រសល់ក្នុងខ្លួនដូច្នេះចុះសង្ឃឹមដល់ព្រះចុះបិទអញនឹងសរសើរដល់ទ្រង់ទៀតជំនឿដោយប្រើអារម្មណ៍ចេះតែរសាប់រសល់ឥតលហែគ្មានលំនឹងគ្មានចំហច្បាស់លាស់អត់ដឹងថាខ្លួនឯងកំពុងទៅទីណាទេបើដើរតាមអារម្មណ៍នោះយើងនឹងមិនទៅដល់គោលដៅឡើយតែបើសិនជាយើងដើរតាមជំនឿជឿជាក់បញ្ញាចំពោះព្រះជាម្ចាស់នោះព្រះអង្គនឹងនាំយើងទៅដល់ទីដៅដែលព្រះអង្គទ្រង់បានដាក់ឲ្យយើងចំពុកលោកកបាត់ចំពុក37ដល់50ប្រើពេល13ឆ្នាំសម្រាប់ជីវិតយូសែប13ឆ្នាំដែលគាត់រងទុក្ខលំបាកប៉ុន្តែដោយសារជំនឿយូសែបគាត់ជឿជាក់ទាំងដឹងជាក់ថាដឹងពិតប្រកបជាជាក់ថាមិនមែនដោយសារអារម្មណ៍ប្រហែលទេប៉ុន្តែមានសង្ឃឹមដូចជាគម្ពីរហេព្រើរចំពុក11ប្រាប់ចឹងថាជំនឿគឺជាចិត្តដែលដឹងជាក់មិនមែនតាមអារម្មណ៍ដែលប្រហែលថានឹងបានដោយសង្ឃឹមជាសម្គាល់ពីការមើលមិនឃើញជំនឿគឺជាចិត្តដែលដឹងជាក់យើងជឿព្រះប្រហែលឆ្នាំហើយតែយើងដឹងជាក់អត់ឬក៏នៅមិនច្បាស់នៅឡើយអារម្មណ៍នោះគេតែប្រាប់ថាដឹងមានព្រះអត់ទេខ្ញុំមិនសូវច្បាស់ទេខ្ញុំនឹងជឿមែនឬក៏អត់ទេដូចមានសង្ឃឹមឬក៏អត់សង្ឃឹមទេខ្ញុំដូចអត់សូវច្បាស់សោះនេះគឺជាជំនឿដែលប្រើអារម្មណ៍គឺជឿជាក់ដែលយ៉ាងថាជឿជាក់ឲ្យមានចិត្តដែលដឹងជាក់ថានឹងបានដោយសង្ឃឹមជាសម្គាល់ពីការមើលមិនឃើញអាការមើលឃើញហ្នឹងឯងដែលអារម្មណ៍យើងបញ្ជាយើងឲ្យយើងផ្លាស់ប្ដូរតែជឿស្មោះត្រង់នឹងព្រះអង្គទោះបីយើងមើលឃើញយ៉ាងម៉េចក៏ដោយក៏យើងនៅតែមានការបដិញ្ញាចិត្តព្រះអង្គដាក់ការបដិញ្ញាចិត្តសម្រាប់យើងជាជំនឿដែលនាំទៅរកសេចក្តីសង្គ្រោះដូចជាលោកប៉ូលនិយាយក្នុង2កូរិនថូសថាត្បិតយើងខ្ញុំមិនមែនដើរដោយ
មើលឃើញនោះទេមិនមែនជឿដោយមើលឃើញទេហើយហេព្រើរដដែលចំពុក11ខ21បានដោយសារសេចក្តីជំនឿរបស់យូសែបបានប្រាប់ពីដំណើរដល់ពួកជនជាតិអ៊ីស្រាអែលថាចេញពីស្រុកអេស៊ីបទៅខាងមុខបន្តិចទៀតនឹងមានរឿងដំណើរចេញពីស្រុកអេស៊ីបទៅឲ្យអ៊ីស្រាអែលទៅឲ្យទឹកដីសន្យាគឺជំនឿនេះបានប្រាប់យ៉ាងច្បាស់ថាព្រះអង្គទ្រង់នឹងធ្វើការថ្ងៃណាមួយអ៊ីស្រាអែលនឹងចេញពីអេស៊ីបនេះទៅទឹកដីសន្យាវិញសុភាសិតចំពុក3ខ5ដល់ខ6ថាទុកចិត្តព្រះម្ចាស់អស់ពីចិត្តកុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយអារម្មណ៍ចំណេះជំនាញតែយើងមិនអាចប្រៀបធៀបជាមួយនឹងជំនឿដែលយើងជឿជាក់ព្រះជាម្ចាស់ទេយើងទុកចិត្តទៅលើព្រះអង្គហើយខ្ញុំបង្ហាញរូបភាពចុងក្រោយស្ងាត់ហើយបាទនេះជាតែភ្លើងមួយយ៉ាងស្អាតជំនឿប្រៀបបានដូចជាក្បាលរទេះភ្លើងដែលទាញទូផ្សេងៗឲ្យទៅបើមិនជាយើងរស់នៅដូចជារទេះភ្លើងតែអត់មានក្បាលម៉ាស៊ីនដែរអូអត់ដឹងគោលដៅនៅណាទេមិនអាចទៅដល់គោលដៅទេពួកវានៅតែត្រឹងមកកន្លែងហ្នឹងវាអត់មានអ្វីមួយដែលជំរុញឬក៏ទាញទៅហើយក៏មិនដឹងទៅណាដែរចឹងជាទីបញ្ចប់នេះយើងឆ្លុះបញ្ចាំងជាមួយគ្នាចេញពីរឿងរបស់លោកយូសែបថាតើយើងដើរដោយជំនឿឬក៏យើងដើរដោយអារម្មណ៍តើជំនឿរបស់យើងនឹងពឹងផ្អែកលើអ្វីមានការបញ្ញាចិត្តដែរឬទេយើងឆ្លុះបញ្ចាំងឡើងវិញអំពីខ្សែជីវិតរបស់យើងសាងសង់សាវតាបែបណាចេញពីក្រុមគ្រួសាររបស់យើងខ្ញុំមកពីណាខ្លះរហូតមកដល់បច្ចុប្បន្ននេះខ្ញុំឆ្លងកាត់អីខ្លះឬក៏ខ្ញុំកំពុងតែដើរតាមអាជីវិតចាស់របស់ខ្ញុំដដែលតើខ្ញុំវាចេញអត់បើមិនជានោះជាគំនោបាក់បែកជូរលវិញចត់ពេញដោយជាតិពុលតើខ្ញុំបានទទួលការបន្សាបជាតិពុលនៃអំពើបាបដោយជំនឿជឿលើព្រះយេស៊ូវច្បាស់ទេតើជីវិតរបស់ខ្ញុំជំរុញដោយអ្វីគោលបំណងអ្វីតើអ្វីទៅជាដីសុបិនចក្ខុវិស័យអ្វីដែលខ្ញុំចង់បានចង់ឃើញតើខ្ញុំមើលច្បាស់ទេថាតើកំពុងដើរដោយសារអ្វីតើជំនឿឬក៏អារម្មណ៍កំពុងតែទាញយើងសពថ្ងៃនេះថ្ងៃហ្នឹងមានអារម្មណ៍អត់ល្អខ្ញុំដូចជាមិនសូវរស់ស៊ីមិនសូវបានដូចជាជួបប្រទះនេះជួបប្រទះនោះអូថ្ងៃនេះអារម្មណ៍ល្អថ្ងៃនេះអារម្មណ៍មិនល្អតើយើងជឿព្រះអង្គដោយផ្អែកទៅលើអ្វីអារម្មណ៍ឬក៏ជំនឿជឿជាក់តាមព្រះបន្ទូលសន្យានៅក្នុងពុទ្ធជំនុំនេះតើយើងជឿទេណាយើងសួរសំណួរតែប៉ុណ្ណេះតើយើងជាចលករមួយទេជាអ្នកដែលនាំឲ្យពុទ្ធជំនុំនេះផុសផុលឡើងទេតើយើងមានចំណែកដែរឬទេក្នុងការនាំឲ្យពុទ្ធជំនុំនេះឬចម្រើនឬក៏យើងនៅតែធម្មតាហើយអត់មានចំណែកអ្វីសោះគឺតែឆ្ងាយទៅយើងមានតួនាទីអ្វីខ្លះតើយើងកំពុងតែជួយជោគចែវដែរឬទេតើយើងកំពុងតែដាំអ្វីនៅទីនេះតើអ្វីជានិមិត្តរបស់យើងដីសម័យរបស់យើងប្រហែលយើងចង់ខ្លាចជាអ្នកមានយើងចង់រស់ស៊ីនេះចង់រស់ស៊ីនោះប៉ុន្តែយើងសួរថាតើការចង់រស់ស៊ីចង់បានអ្វីដែលយើងក្តីសុបិនរបស់យើងនោះមានព្រះជាម្ចាស់នៅទីនោះដែរឬទេមានពួកជំនុំពន្លឺនៃជីវិតពន្លៃនេះដែរទេក្នុងជីវិតរបស់យើងដែលគិតអំពីអ្នកដទៃនៅក្នុងពួកជំនុំយើងដែរទេដែលអធិដ្ឋានឲ្យគ្នាទៅវិញទៅមកដែរទេសង្ឃឹមថាព្រះជាម្ចាស់ទ្រង់នឹងប្រទានប្រពរដល់បងប្អូនទាំងអស់គ្នាឲ្យគិតឆ្លុះបញ្ចាំងឡើងវិញអំពីជំនឿនិងអារម្មណ៍បងប្អូនវិស្ថិតក្នុងស្ថានភាពណាក៏ដោយសូមអធិដ្ឋានទាំងអស់គ្នាព្រះជាម្ចាស់ខ្ញុំអរព្រគុណព្រះអង្គសាជាថ្មីសម្រាប់ព្រះបន្ទូលនៅថ្ងៃនេះសូមមានបន្ទូលមកកាន់យើងខ្ញុំទាំងអស់គ្នាឲ្យទូបង្គំយើងខ្ញុំទាំងអស់គ្នានៅតែទុកចិត្តដល់ព្រះអង្គឲ្យទូបង្គំទាំងអស់គ្នាគិតឡើងវិញអំពីនិមិត្តនៅក្នុងពួកជំនុំនេះសូមឲ្យទូបង្គំយើងខ្ញុំទាំងអស់គ្នាមានចិត្តចង់ជួយដោយជំនឿដល់ពួកជំនុំនេះឲ្យបានផុសផុលរីកចម្រើនឡើងអរព្រគុណទ្រង់សម្រាប់គ្រប់ការទាំងអស់ទូបង្គំសូមដោយនៅព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែនអរគុណ